មកកែប្របាក់ហកន្លែងគេងហើយកន្លែងគេងនៅកែភិកច្រើនរៀងថ្លៃទៅអត់អញ្ចឹងថ្ងៃនេះខ្ញុំនឹងមកណែនាំអ្នកទាំងអស់គ្នាពីកន្លែងគេងមកកន្លែងដែលស្ថិតនៅក្នុងខេត្តកែបដែលអ្នកទាំងអស់គ្នាមានលុយត្រឹមតែ$16ក៏អាចគេងនៅបន្ទប់ដ៏ស្រស់ស្អាតនៅក្នុង Yellow Sun នេះបានដែរហើយជាពិសេសហ្នឹងគឺគេមានបន្ទប់ជាប្រភេទ Dom ដែលមានតម្លៃត្រឹមតែម្នាក់$5ទេនិយាយទៅគឺចំណេញខ្លាំងមែនតើហើយនៅ hostel របស់គាត់នេះគឺធំទូលាយមែនតើនិយាយទៅគឺគេមានអាងហែលទឹកកន្លែងធំទូលាយហើយគេមាន bar counter មានអីទៀតអ្នកទាំងអស់គ្នារបៀបថាយប់ឡើងយើងខ្ជិលចេញទៅក្រៅអីគឺយើងអាចឈៀលនៅ bar counter កន្លែងរបស់គាត់នឹងតែម្ដងនិយាយទៅគឺអែមមែនតើហើយដល់ Yellow Sun កែបនេះគឺគេរៀបចំមកបានស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាដែលរបៀបថាគេរៀបចំមកជាប្រភេទផ្ទះបុរាណបន្តិចសម័យបន្តិចនិយាយទៅគឺគេធ្វើចេញមកគឺរបៀប classic ណាអ្នកទាំងអស់គ្នាសំខាន់តម្លៃគឺសមរម្យខ្លាំងមែនតើបើសិនជាយើងមកជាលក្ខណៈគ្រួសារគឺមកបន្ទប់ត្រឹមតែ$25ទេដែលអាចគេងបាន4នាក់របៀបថាខែ2អញ្ចឹងបន្ទប់ខែ2នេះគឺសម្រាប់គ្រួសារតូចហើយមកនេះគឺមានអារម្មណ៍ថាគាត់គិតគូរពីបរិយាកាសជុំវិញខ្លួនរបៀបថាគាត់ដាំដើមឈើដាំអីអញ្ចឹងណានិយាយទៅគឺមានអារម្មណ៍ថាជុំវិញខ្លួនយើងនឹងគឺសិតតែធម្មជាតិតែម្ដងហើយដែលពិសេសហ្នឹងយប់ឡើងគឺយើងអាច relax នៅ bar របស់គាត់នឹងបាននិយាយទៅគឺគាត់មាន bartender ចាំក្លុកស្រាហើយសូម្បីតែ bartender របស់គាត់ហ្នឹងក៏ជាជនជាតិបរទេសដែរនិយាយទៅបរិយាកាសនៅកន្លែងគាត់របៀបអឺរ៉ុបបើអ្នកចូលចិត្តស្ងប់ស្ងាត់អីទៅកន្លែងគាត់ហ្នឹងគឺត្រូវមាច់តែម្ដងនិយាយទៅអ្នកក្លុកស្រាជនជាតិបរទេសហ្នឹងគឺស្អាតមែនតើអញ្ចឹងសម្រាប់បងដែលគាត់ចង់ទៅលេងខេត្តកែបហាក់ដឹងថារកកន្លែងណាដែលមានតម្លៃសមរម្យហើយមានភាពស្ងប់ស្ងាត់ល្អអាចទៅ Yellow Sun នេះបានសម្រាប់ព័ត៌មានបន្ថែមក៏ដូចជាទីតាំងជាក់ស្ដែងចាំខ្ញុំដាក់នៅ caption ខាងលើវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេចាំជួបគ្នាមួយខ្ញុំនៅវីដេអូក្រោយៗទៀតអរគុណបាយបាយ